សួស្តីទាំងអស់គ្នាមួយរយៈមុននិយាយទៅគឺមានការវែងញែកខ្លាំងមែនតើធានបទហ្នឹងគឺអត់ធ្វើសម័យទេតែដងមួយនឹងមិនថាយើងទៅជួបជុំបងប្អូនសាច់ញាតិនៅស្រុកឬមួយក៏វាថាតែទៅក្នុង social media អញ្ចឹងឃើញគេនិយាយអំពីតកតងថាតើយើងគួរតែរៀនថាគួរតែរៀនបន្តឲ្យចប់មហាវិទ្យាល័យឬមួយក៏ចប់បាក់ឌុបឬមួយក៏ចេញរកស៊ីចេញធ្វើការមានការវិនិច្ឆ័យខ្លាំងមែនតើជាក់ស្ដែងទៅខ្ញុំមិនមែនជាអ្នកដែលជោគជ័យអីទេក៏ជាសិស្សដែលទៅដល់បញ្ចប់ម្នាក់ដែរហើយជីវិតរបស់យើងគឺយើងអ្នកដើរដោយខ្លួនឯងយើងសម្រេចទៅណាយើងចង់ធ្វើអីយើងដើរដោយខ្លួនឯងហើយបើសិនជាទៅគឺយើងស្ដាប់អ្នកនៅជុំវិញចិត្តដិតឪពុកម្ដាយរបស់យើងឬមកក៏ខ្លួនយើងនឹងឯងយើងស្រឡាញ់ខាងអីជួយចិត្តខាងអីឧទាហរណ៍អ្នកទាំងអស់គ្នាស្រឡាញ់នឹងការរកស៊ីលក់ដូរអូខេតលក់ដូរអីចឹងទៅប៉ុន្តែអ្នកនរគ្នាថាចង់ពង្រឹងខ្លួនឯងទៅនឹងការនៅមហាវិទ្យាល័យតើធ្វើឲ្យយើងដឹងបែបអីគេខ្លះតែយើងអាចនឹងរស់នៅចុះសម្ដងនោះមួយក៏យើងជួបនឹងបញ្ហាឧបសគ្គអ្វីគេខ្លះអស់សាក់សម័យមើលបើសិនបើយើងរៀននៅសាកលយើងត្រូវបើសិនជាយើងអ្នកខានដែរយើងត្រូវចំណាយគ្រប់សពបែបយ៉ាងទាំងអស់អ្នកខ្លះរៀនបងទៅការផងធ្វើការយុទ្ធរៀនថ្ងៃទៅការយកពីចឹងទៅហត់ខ្លាំងមែនតើប៉ុន្តែជីវិតទាំងអស់ហ្នឹងគឺបានមករៀនយើងឲ្យយើងកាន់តែរងមាំឲ្យយើងដឹងថាជីវិតមួយហ្នឹងវាអត់ងាយស្រួលទេយើងមានទាំង soft skill និង hard skill ហើយតើតោះរៀននៅសាលាយើងបានរៀននៅ soft skill រៀនធ្វើការគឺយើងបាន hard skill អីចឹងទៅអញ្ចឹងជីវិតរបស់យើងគឺអត់មានអ្វីដែលថាថិតថេរទេហើយការដែលយើងរៀនគឺយើងមានជំនាញមួយដែលច្បាស់លាស់នៅក្នុងខ្លួននោះមកក៏បើសិនជាអ្នកនរគ្នារកស៊ីក៏ that's okay គឺយើងដឹងស្រាប់ហើយបើសិនជាយើងរៀនយើងត្រូវចំណាយទាំងការរៀនផងទាំងឯងបងសាលាផងគ្រប់សពបែបយ៉ាងទាំងអស់គឺយើងត្រូវតែចំណាយប៉ុន្តែបើសិនជាយើងធ្វើការឬមកក៏រកស៊ីយើងអត់មានត្រូវចំណាយទេយើងចំណាយទៅការផ្គត់ផ្គង់មុខរបររបស់យើងទេអញ្ចឹងណាអញ្ចឹងគ្រប់យ៉ាងទាំងអស់គឺអត់មានអ្វីដែលថាត្រូវមួយខុសមួយក៏អីមិនទេគឺគ្រប់យ៉ាងគឺយើងសម្រេចដោយខ្លួនឯងថាយើងចង់ដើរគោលដៅរបស់យើងទៅបែបណាហើយបើសិនជាយើងគាត់ថាអូខេយើងចង់ឲ្យខ្លួនឯងដឹងមានចំណេះដឹងផ្នែកsoft skill ឬមួយក៏ចំណេះណាមួយច្បាស់លាស់ដែលអូខេគួរថ្ងៃណាមុខទាំងតែថាថ្ងៃខាងមុខទៅគឺយើងសញ្ញាបត្រហ្នឹងគឺយើងមានតែជាប់ខ្លួនយើងទុកឲ្យកូនយើងមើលឬមួយក៏បែបព្រមណាពេលយើងចង់បកទៅរៀនវិញពេលយើងអាយុច្រើនទៅយើងគូក្បាលយើងអត់ល្អដូចនៅក្មេងទេគឺហៅថាកាច់ចាប់បានតទៅមួយនឹងអីអញ្ចឹងគឺជួនកាលអាចនឹងពេលខ្លះយើងអត់ដូចពេលយើងនៅក្មេងនៅអាយុតិចអញ្ចឹងបើសិនបើខ្ញុំនៅតែនិយាយបានថាជីវិតរបស់យើងចង់ធ្វើអីក៏បានដែរយើងចង់រៀនក៏បានធ្វើការក៏បានរកស៊ីក៏បានឬមួយក៏យើងមានឪពុកម្ដាយចិត្តរកស៊ីយើងបន្តពីគាត់ក៏បាន